យទៀតហើយស្ថានទូតចិនប្រចាំបង្កក់បានប្រមានពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នលើការឆបោកក្រោមរូបភាពការងារផ្ដាល់ប្រាក់ខែខ្ពស់ក្នុងប្រទេសថៃកំពុងក្លាយជាមុខសញ្ញាធំក្នុងក្រសែភ្នែករបស់ចិនអំពីបញ្ហាបទល្មើសអនឡាញ scam ប្រចាំនៅតំបន់អាស៊ីដែលគំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋចិនតាមរយៈការផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីជូនដំណឹងដើម្បីប្រមានដល់ពលរដ្ឋចិនឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការឆបោកដែលកំពុងកើតមានក្រោមរូបភាពការផ្ដល់ការងារប្រាក់ខែខ្ពស់និងការធ្វើដំណើរទៅកំសាន្តនៅតាមតំបន់ព្រំដែននៃប្រទេសថៃនិងមីយ៉ាន់ម៉ាតាមសេចក្តីថ្លែងការណ៍ស្ថានទូតចិនប្រចាំទីក្រុងបាងកកបានបញ្ជាក់ពីការប្រមាននេះធ្វើឡើងបន្ទាប់ពីមានករណីថ្មីដែលជនជាតិចិនមួយចំនួនត្រូវបានលួងលោមក្រោមការដែលផ្សព្វផ្សាយពាណិជ្ជកម្មអំពីឱកាសការងារល្អឬក៏កញ្ចប់ទេសចរក៏ប៉ុន្តែបន្ទាប់មកពួកគេត្រូវបាននាំទៅកាន់តំបន់ព្រំដែនដោយបង្ខំឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ដោយជាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតស្ថានទូតបានបន្ថែមថាជនរងគ្រោះមួយចំនួនប្រឈមមុខនឹងការឃុំឃាំងខុសច្បាប់អំពើហិង្សានិងបង្ខិតបង្ខំដោយប្រើកម្លាំងដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនិងសិទ្ធិតខ្លួនជាមួយគ្នានេះស្ថានទូតបានអំពាវនាវឲ្យពលរដ្ឋរបស់ចិនដែលធ្វើដំណើរទៅកាន់ប្រទេសថៃឬក៏តំបន់ជិតខាងត្រូវមានការយល់ដឹងអំពីហានិភ័យបង្កើនការប្រុងប្រយ័ត្ននិងជៀសវាងការដែលចូលរួមនៅសកម្មភាពខុសច្បាប់គ្រប់ប្រភេទវិធានការការពារដែលស្ថានទូតចិនបានណែនាំពលរដ្ឋរបស់ខ្លួនកុំជឿលើការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមវេទិកាវីដេអូខ្លីឬក៏កម្មវិធីនៅក្នុងការផ្ញើសារដែលមានការផ្សព្វផ្សាយអំពីការងារនៃប្រាក់ខែខ្ពស់ធ្វើដំណើរកម្សាន្តជាក្រុមឬក៏ជាឱកាសការងារទៅក្រៅប្រទេសដោយគ្មានលក្ខខណ្ឌក្នុងករណីអាសន្នស្ថានទូតបានធ្វើការណែនាំទៅដល់ជនរងគ្រោះធ្វើការផ្ដល់អាទិភាពដល់សុវត្ថិភាពផ្ទាល់ខ្លួនតាក់ទងមកកាន់អាជ្ញាធរមូលដ្ឋានឬបេសកកម្មការទូតចិនប្រចាំប្រទេសថៃដើម្បីស្វែងរកជំនួយភ្លាមៗបន្ថែមពីនេះស្ថានទូតបានធ្វើការរំលឹកថាសកម្មភាពឆបោកតាមទូរគមនាគមន៍និងអនឡាញជាបទល្មើសធ្ងន់ធ្ងរដែលអាចប្រឈមជាមួយនឹងទោសទៅតាមច្បាប់ចិននិងច្បាប់នៃប្រទេសពាក់ព័ន្ធគួរបញ្ជាក់ថាតំបន់ព្រំដែនថៃមីយ៉ាន់ម៉ាកំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសពីសំណាក់អន្តរជាតិដោយសារតែការកើនឡើងនៃបណ្ដាញអ ுக ្រិតជនដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងបង្ខិតបង្ខំជនរងគ្រោះឲ្យចូលរួមក្នុងប្រតិបត្តិការឆបោកឆ្លងដែន